ក្រោយបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករៀមកាលពីសប្តាហ៍កន្លងទៅសហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថានឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួននិងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិកនិងកម្ពុជាក្នុងក្របខ័ណ្ឌនៃការបង្កើនទំនុកចិត្តនិងការលើកកម្ពស់សន្តិសុខក្នុងតំបន់ការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញធ្វើឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្គ្រាមលោក John Nost និងជំនួយការរងរដ្ឋលេខាធិការក្រសួងសង្គ្រាមលោក Rafael Leonardo បានជួបជាមួយលោកឧត្តមនាវីតូមីឌីណាមេបញ្ជាការមូលដ្ឋានសមុទ្រនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជាយ៉ាងណាមិញក្នុងខ្លឹមសារដដែលស្ថានទូតអាមេរិកមិនបានបញ្ជាក់អំពីពេលវេលានៃដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរបស់ខ្លួនឡើយហើយស្ថានទូតអាមេរិកក៏មិនបានឲ្យដឹងថាតើដំណើរទស្សនកិច្ចនាវាចម្បាំងនៅពេលខាងមុខនឹងធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹករៀមឬនៅទីតាំងណាមួយឲ្យពិតប្រាកដដែរជាការកត់សម្គាល់ការលើកឡើងរបស់ស្ថានទូតអាមេរិកជុំវិញការមកដល់នៃនាវាចម្បាំងអាមេរិកក្នុងពេលខាងមុខធ្វើឡើងនាអំឡុងពេលដែលអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Albert Colby បានបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញដោយជួបជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតរួមទាំងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក្នុងជំនួបជាមួយលោកទាសីហាសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននៅតែបន្តស្វែងរកឱកាសដើម្បីកសាងទំនាក់ទំនងការពារជាតិដែលកាន់តែរឹងមាំជាមួយនឹងកម្ពុជាដោយឈលលើស្មារតីនៃភាពជាដៃគូការគោរពនិងមានភាពជាក់ស្ដែងបើតាមស្ថានទូតអាមេរិកលោក Albert Colby ក៏បានអរគុណលោកទាសីហាចំពោះការគាំទ្ររបស់កម្ពុជាក្នុងអំឡុងពេលដែលនាវា USS Cincinnati បានចូលចតនៅកម្ពុជានិងបានស្វាគមន៍ឱកាសសម្រាប់ការធ្វើទស្សនកិច្ចនាពេលអនាគតទៅកាន់មូលដ្ឋានកងទ័ពជើងទឹករៀមក្នុងន័យនេះអាមេរិកនិងកម្ពុជាក៏បានលើកឡើងពីអាទិភាពប្រតិបត្តិការសំខាន់ៗរួមមានការចាប់ផ្ដើមឡើងវិញនៅសមយុទ្ធរួមឆ្មាំអង្គរការពង្រីកការវឹកវើទ្វេភាគីនិងការអប់រំវិជ្ជាជីវៈយោធាព្រមទាំងការអនុវត្តការកែទម្រង់លើកម្លាំងយោធាទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការយោធាជាពិសេសរវាងកងទ័ពជើងទឹកអាមេរិកនិងកម្ពុជាត្រូវបានអាក់ខានអស់ជាច្រើនឆ្នាំក្រោយពេលដែលមានការវាយកំទេចអគារចំនួន2នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករៀមដែលជាជំនួយរបស់អាមេរិកភាគីកម្ពុជាបានបកស្រាយថានេះជាការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជាជាពិសេសទៅលើសមត្ថភាពកងទ័ពជើងទឹកក៏ប៉ុន្តែជាច្រើនឆ្នាំមកនេះអាមេរិកបានដាក់ការសង្ស័យថាទំនើបកម្មកំពង់ផែរៀមគឺជាចេតនាអនុញ្ញាតឲ្យកងទ័ពចិនមានវត្តមានក្នុងដែនសមុទ្ររបស់កម្ពុជាយ៉ាងណាមិញក្តីសង្ស័យរបស់អាមេរិកហាក់ប្រែប្រួលនឹងវិលមករកស្ថានភាពល្អប្រសើរវិញក្រោយពេលដែលនាវាចម្បាំងរបស់ខ្លួន USS Cincinnati បានចូលចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករៀមកាលពីដើមឆ្នាំ2026